យ៉ាងណាស្ដាយមកហូបខ្មែរមកមុខបានអាមុខត្រូវបានប្រែក្លាយជាមហូបអឺរ៉ុបបាត់ទៅហើយបាទរវាងហុងសវណ្ណច័ន្ទសទ្ធីហើយនឹងឃីមបូរ៉ាដោយសារឃីមបូរ៉ាម្សិលមិញនេះគឺប្រាប់ដំណឹងមកនេះគឺប្រាប់ដំណឹងភ្លាមតែម្ដងបាទគាត់ឈឺមែនទែនទៅបោកគាត់10ថ្ងៃហើយប៉ុន្តែគាត់ទៅប្រាប់ម្សិលមិញតែយ៉ាងណាយើងខ្ញុំដើរនៅលើវិស័យមួយនេះបាទមួយឆ្នាំជាងយើងដឹងកលុកកលាក់អស់ហើយបាទមានន័យថាការឈឺនេះគឺมันអាចហាមបានទេអញ្ចឹងយើងតែងតែមានរីហ្សាវបាទកីឡាករត្រៀមនៅក្នុងការជំនួសរួចជាស្រេចទៅហើយបាទសម្រាប់កម្មវិធីអន្តរជាតិបាទកម្មវិធីកណ្ដាលនៅក្នុងពិភពលោកក៏ដូចគ្នានឹងដែរបាទអ្នករៀបចំតែងតែមានរីហ្សាវរួចជាស្រេចហើយដូចគ្នាបាទហើយហុងសវណ្ណច័ន្ទសទ្ធីក៏គាត់បានប្រាប់ដែរថាបងខ្ញុំហ្វឹកខាត់ពេញហើយគាត់ប្រាប់ថាឃីមបូរ៉ាมันអាចប្រកួតបានទេបាទខ្ញុំបង្ហាញវីដេអូបង្ហាញទាំងរូបថតដែលឃីមបូរ៉ាគាត់កើតបុកបាទកើតបុកនៅត្រឹមនេះបាទប្រកបមែនប្រកបជាឃីមបូរ៉ាគាត់កើតបុកប្រកបជាមែនมันអាចប្រកួតបានដែរអញ្ចឹងក៏យើងមានរីហ្សាវមួយរីហ្សាវគឺជាកីឡាករម្ចាស់ខ្សែក្រវ៉ាត់ WBC ISKA Regional តែម្ដងបាទមានន័យថា background ល្អបាទហើយអ្វីដែលពិសេសប្រិមិត្តសម្រាប់កីឡាកររបស់ចក្រភពអង់គ្លេសរូបនោះគេធ្លាប់ឈ្នះកីឡាករមួយរូបបងប្អូនប្រហែលជាស្គាល់ហើយបាទដែលឈ្នះសុកធីកាលពីបនអំទូកឈ្នះសុកធីហើយកីឡាកររូបនោះបាទ Tyler Hogan នេះគឺឈ្នះដៃគូដែលឈ្នះសុកធីនឹងទៅទៀតបាទសួស្ដីបងបាទអញ្ចឹងសម្រាប់ដៃគូរបស់ហុងសវណ្ណច័ន្ទសទ្ធីនេះគឺខ្ញុំគិតថាជាមហូបអឺរ៉ុបរសជាតិប្រៃល្វីងបាទដោយសារតែមិនធម្មតាទេគេធ្លាប់ឈ្នះហើយឈ្នះការប្រកួតនឹងមិនមែនជាការប្រកួតមិត្តភាពទេណាការប្រកួតនឹងគឺប្រកួតខ្សែក្រវ៉ាត់ WBC ទៅទៀតបាទឈ្នះដៃគូរបស់សុកធីដែលទើបតែឈ្នះសុកធីគីឡូមកនេះបាទអញ្ចឹងរាល់កីឡាករបរទេសក៏យើងត្រូវរើសកីឡាករដែលគាត់មាន credit បាទអ្វីដែលខ្ញុំចង់ជម្រាបជូនទៅដល់មហាជនគុណខ្មែរនៅឆន្ទៈរបស់ Extreme តែងតែធ្វើតាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះបាទយើងតែងតែប្រឹកព្រៀងមែនទែនសមាជិកកីឡាករប៉ុន្តែលើកលែងតែយើងដឹងថាអូខេកីឡាករនោះគាត់មានសមត្ថភាពគ្រប់គ្រាន់យើង search profile របស់គាត់វីដេអូរបស់គាត់ចង្វាក់នៃការប្រកួតរបស់គាត់ល្អហើយតែលើកលែងថាគាត់មកមិនប្រកួតអស់ពីសមត្ថភាពនឹងជារឿងមួយផ្សេងទៀតប៉ុន្តែសម្រាប់សង្វៀន Extreme តែងតែមើលជានិច្ចលម្អិតណាស់បាទប្រកួតហើយប្រសិនបើមានលក្ខណៈណាមួយប្រការណាមួយដោយមិនប្រក្រតីនឹងមានបញ្ហានិយាយជាមួយគ្នាមិនថាតែកីឡាករបរទេសទេសូម្បីតែកីឡាករគុណខ្មែរដូចគ្នានឹងដែរប្រិមិត្ត